កាលពីព្រឹកនាយមានកុមារម្នាក់ឈ្មោះខេមជាក្មេងកំព្រាម្ដាយរស់នៅជាមួយឪពុកដែលមានមុខរបរជាព្រានប្រមាញ់នៅឯជាយព្រៃជិតជើងភ្នំតាំងពីតូចមកកុមារខេមធ្លាប់ស្ដាប់តែសំឡេងសត្វយំឆ្លងឆ្លើយនិងសំឡេងទឹកជ្រោះពីរោះរណ្ដំលាយឡំនឹងខ្យល់បក់ស្លឹកឈើក្នុងព្រៃធ្វើឲ្យខេមចេះភាសាសត្វទាំងអស់ឪពុកគេជាព្រានព្រៃមែនតែខេមចេះស្រឡាញ់ធម្មជាតិមានបក្សាបក្សីព្រៃភ្នំនិងទឹកជ្រោះណាស់ព្រោះខេមគិតថាអ្វីៗនៅលើផែនដីជាបងប្អូនញាតិមិត្តនឹងរូបគេទាំងអស់រាល់ពេលដែលឪពុកលីស្នាចេញទៅបរបាញ់សត្វព្រៃដងខេមភ័យព្រួយណាស់ព្រោះគេគិតថាថ្ងៃនេះព្រួញរបស់ពុកមិនដឹងជាបាញ់ត្រូវចំសត្វតូចធំណាខ្លះទេថ្ងៃមួយខេមកំពុងតែជីកតោងលេងក្រោមម្លប់ឈើមុខតោងជាមួយនឹងកូនស្វាកូនខ្លាក់មុំកូនទន្សាយកូនកំប្រុកនិងកូនកេងកងស្រាប់តែឃើញរលកមួយគូហើរមកទុំនឹងមែកឈើទីខាងលើកុមារខេមក្រឡេកមើលទៅឃើញរលកញីត្រូវរបួសផ្លូវខាងឆ្វេងកំពុងតែមានឈាមប្រក់មកលើស្លឹកឈើខាងក្រោមឃើញដូច្នោះកុមារខេមនិងពួកសត្វដែលមកលេងជាមួយបាននាំគ្នាចាំមើលដល់ក្តីអាណិតអាសូរក្រៃលែងពេលនោះលលោកញីនិយាយទាំងទឹកភ្នែកថាអូយឪវាខ្ញុំឈឺចុកចាប់ណាស់ហើយទៅមុខទៀតមិនរួចទេច្បាស់ជាកូនតូចៗរបស់យើងនៅឯសំបុកអត់ចំណីហើយថ្ងៃនេះលលោកឈ្មោលនិយាយលួងលោមថាម៉ែវាកុំនិយាយខ្លាំងពេកក្រែងពេញព្រៃស្ដាប់ឮឬពួកគាត់បាញ់យើងទៀតលលោកញីពោលតិចតិចថាព្រានព្រៃនេះចិត្តអាក្រក់ណាស់លលោកឈ្មោលក៏តបថាអីចឹងហើយបានជាកូនគាត់កំព្រាម្ដាយនឹងស្ដាប់ឮដូច្នោះខេមក៏ស្រែកប្រាប់បងលលោកអើយខ្ញុំសុំទោសជំនួសឪពុកខ្ញុំផងពេលដឹងថាកុមារខេមជាកូនព្រានព្រៃលលោកញីឈ្មោលភ័យណាស់ក៏ខំទៅផ្ទះស្លាប់ហើរឡើងភ្លាមប៉ុន្តែលលោកញីងងឹតមុខពេកក៏ហើរទៅប៉ះនឹងមែកឈើបណ្ដាលឲ្យធ្លាក់ប្រឡាប់កាប់ងាឃើញលលោកញីធ្លាក់មកលើស្លឹកស្បូវកុមារខេមបានស្ទុះទៅចាប់ណោមជាមួយនឹងពាក្យថាអ្នកកំភៃចាំខ្ញុំជួយលលោកឈ្មោលឃើញហើយត្រេកអរណាស់ក៏ហើរចុះមកចិត្តកុមារខេមយកជាប់ប្រទាលបន្តក់លើរបួសលលោកញីរួចទើបគេយកស្លឹកត្រី3សន្លឹកខ្លីល្មមញីឲ្យទួរុំពីលើថ្នមរួចខេមបបួលកូនសត្វពីមិត្តទាំងអស់យករលកញីនោះទៅដាក់ក្នុងសំបុកវិញថ្ងៃចិត្តត្រង់ព្រានជាឪពុកត្រឡប់មកពីព្រៃវិញគាត់ឆ្ងល់ព្រោះមិនឃើញកុមារខេមពេលនោះគាត់ក៏ដាំបាយរួចស្លបជូរគ្រឿងស្លឹកថ្នឹងជាមួយនឹងសត្វទន្សាយដែលគាត់បានបាញ់បាន
ព្រានព្រៃរៀបហូបបាយកុមារខេមក៏មកដល់ខ្ទមវិញឃើញមុខកូនមិនសប្បាយចិត្តស្មានថាកូនជាបាយគាត់ក៏ហៅភ្លាមមកហូបបាយឡំគ្រឿងសាច់ខ្សាយឆ្ងាញ់ណាស់កូនឮដូច្នេះកុមារខេមក៏យកទឹកខ្សួលពួតតែម្នាក់ឯងអង្គុយនៅនឹងកម្មចិន្តាខ្ទមដោយនឹកទៅដល់កូនទាំងសាយជាមិត្តដែលត្រូវព្រាត់មេព្រានព្រៃឃើញកូនយំគាត់និយាយលួងលោមអណ្ដាដឹកដៃកូនមកកន្លែងហូបបាយអណ្ដាជូតទឹកភ្នែករួចកុមារខេមក៏ដើរទៅយកល្ងបុកដែលសល់ពីល្ងាចមកហូបបាយជាមួយឪពុកព្រានព្រៃឆ្ងល់ក៏សួរហេតុអ្វីបានជាកូនមិនហូបសម្លខេមឆ្លើយភ្លាមខ្ញុំមិនហូបទេព្រោះជាសាច់ដៃរបស់មិត្តកូនឮដូច្នោះគាត់ក៏គិតថាខំរកដើម្បីកូនបើកូនមិនហូបតើខ្ញុំរកដើម្បីអ្វីខេមនិយាយបន្តថាពុកកាលពីព្រឹកមិញប្រឡូកញីដែលពុកបាញ់ត្រូវផ្លូវបាននិយាយគ្នាថាមកពីពុកបាញ់សម្លាប់សត្វព្រៃរាល់ថ្ងៃហ្នឹងទើបកូនក៏ព្រានម្ដាយដល់10ថ្ងៃព្រានព្រៃអង្អែលក្បាលកូនរួចនិយាយថាកូនសម្លាញ់ពីថ្ងៃនេះទៅពុកឈប់ដើរបបបាញ់ទៀតហើយខេមនិយាយទាំងលើកដៃសំពះថាអរគុណពុកមកព្រានព្រៃក៏ឈប់ដើរបបបាញ់ដូចសពដង